ប្រមុខរដ្ឋស្ដីទីព្រមានមន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតជំវិញការនាំចូលទំនិញថៃខុសច្បាប់គណៈជនភៀសឹកអំពាវនាវពហិការទំនិញថៃសម្ដេចនាយកហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភាបានព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតដែលពាក់ព័ន្ធនឹងការនាំចូលទំនិញថៃខុសច្បាប់ចូលមកកម្ពុជាគណៈព្រំដែនគោករវាងប្រទេសទាំងពីរនៅតែបន្តបិទដោយចាត់ទុកថាទំនិញទាំងនោះគឺជាទំនិញរត់ពន្ធទំនិញបំផ្លាញជាតិនិងជាការប្រមាថដល់កិត្តិយសជាតិថ្លែងតាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី13ខែមិថុនាឆ្នាំ2026សម្ដេចនាយកហ៊ុនសែនបានមានប្រសាសន៍ថាអាចមានការបកស្រាយខុសការធ្វើមិនយល់ដោយចេតនាអំពើពុករលួយឬការបំពានច្បាប់ពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតដែលជាហេតុធ្វើឲ្យទំនិញថៃផលិតថ្មីៗនៅតែមានលក់នៅលើទីផ្សារកម្ពុជាសម្ដេចនាយកបានបញ្ជាក់ថាចំណុចសំខាន់ដែលត្រូវយល់ឲ្យច្បាស់គឺដរាបណាព្រំដែនគោករវាងកម្ពុជានិងថៃនៅតែបន្តបិទទំនិញគ្រប់ប្រភេទដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺជាទំនិញខុសច្បាប់និងជាទំនិញរត់ពន្ធសម្ដេចបានសង្កត់ធ្ងន់ថានៅពេលព្រំដែនគោកត្រូវបានបិទមនុស្សមិនអាចឆ្លងកាត់បានទំនិញក៏មិនអាចឆ្លងកាត់បានដូចគ្នាដូច្នេះរាល់ទំនិញដែលត្រូវបានរកឃើញថាបាននាំចូលតាមច្រកព្រំដែនគោកគឺជាការបំពានច្បាប់យ៉ាងច្បាស់លាស់ប្រមុខរដ្ឋស្ដីទីបានបន្ថែមថាសម្រាប់មនុស្សនិងទំនិញដែលធ្វើដំណើរឬដឹកជញ្ជូនតាមផ្លូវទឹកនិងផ្លូវអាកាសជាពិសេសតាមកំពង់ផែសមុទ្រនិងអាកាសយានដ្ឋានអន្តរជាតិគឺនៅតែដំណើរការជាធម្មតាហើយស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរគយដែលមានសមត្ថកិច្ចកំណត់ថាទំនិញណាស្របច្បាប់និងទំនិញណាខុសច្បាប់សម្ដេចនាយកក៏បានច្រានចោលការអះអាងមួយចំនួនដែលថាទំនិញថៃដែលកំពុងដាក់លក់នៅលើទីផ្សារកម្ពុជាគឺជាទំនិញសល់ក្នុងស្តុកដោយបញ្ជាក់ថាទំនិញមួយចំនួនត្រូវបានផលិតនៅឆ្នាំ2026ខណៈព្រំដែនគោកត្រូវបានបិទអស់រយៈពេលជិត1ឆ្នាំមកហើយសម្ដេចបានលើកជាសំណួរថាប្រសិនបើទំនិញទាំងនោះជាទំនិញសល់ក្នុងស្តុកពិតប្រាកដហេតុអ្វីបានជាមានទំនិញដែលទើបផលិតថ្មីៗនៅឆ្នាំ2026ហើយមានវត្តមាននៅលើទីផ្សារកម្ពុជាសម្ដេចបន្ថែមថាបើជាទំនិញស្តុកចាស់ពិតមែនទំនិញមួយចំនួនក៏គួរតែផុតកំណត់ប្រើប្រាស់ទៅហើយដែរសម្ដេចនាយកហ៊ុនសែនបានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចពិសេសស្ថាប័នកយកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធប្រមូលផ្ដុំកម្លាំងនិងចាត់វិធានការឲ្យបានម៉ឺងម៉ាត់លើការនាំចូលទំនិញខុសច្បាប់តាមច្រកព្រំដែនគោកដោយបញ្ជាក់ថាមិនអាចមានស្ថានភាពបិទព្រំដែនគោកប៉ុន្តែទំនិញនៅតែចូលបាននោះឡើយជាមួយគ្នានេះសម្ដេចនាយកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងនាមជាអ្នកប្រើប្រាស់ឲ្យប្រើប្រាស់សិទ្ធិជ្រើសរើសរបស់ខ្លួនដោយមិនគាំទ្រទំនិញដែលនាំចូលដោយខុសច្បាប់និងមិនឲ្យថវិការបស់ខ្លួនក្លាយជាផ្នែកមួយដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិជុំវិញបញ្ហានេះដែរលោកស្រីមុតរីដែលជាជនភៀសសឹកដោយសារសង្គ្រាមឈ្លានពានរបស់ថៃនិងកំពុងរស់នៅក្នុងខេត្តព្រះវិហារបានថ្លែងប្រាប់សារព័ត៌មានបៃតងប៉ុស្តិ៍ BTP កាលពីពេលកន្លងទៅថាលោកស្រីសូមអំពាវនាវដល់មន្ត្រីរាជរដ្ឋាភិបាលអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យរួមគ្នាទប់ស្កាត់ការនាំចូលនិងពហិការឈប់ប្រើប្រាស់ទំនិញថៃដែលនាំចូលដោយខុសច្បាប់លោកស្រីបានលើកឡើងថាការកាត់បន្ថយការប្រើប្រាស់ទំនិញថៃគឺជាការចូលរួមចំណែកមួយក្នុងការការពារផលប្រយោជន៍ជាតិគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងពង្រឹងសេដ្ឋកិច្ចជាតិតាមរយៈការងាកមកគាំទ្រផលិតផលខ្មែរនិងសហគ្រាសក្នុងស្រុកលោកស្រីមុតរីបានបញ្ជាក់ថាក្នុងនាមជាប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយផ្ទាល់ពីចំនួនតាមព្រំដែននិងជាជនភៀសសឹកម្នាក់លោកស្រីយល់ថាការគាំទ្រផលិតផលក្នុងស្រុកមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលដល់កសិករសិប្បករនិងអ្នកផលិតក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការបង្ហាញពីសាមគ្គីភាពជាតិនិងការចូលរួមការពារអធិបតេយ្យភាពរបស់ប្រទេសជាតិផងដែរលោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តរួបរวมគ្នាគាំទ្រផលិតផលខ្មែរនិងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចប្រសិនបើប្រទះឃើញសកម្មភាពលួចនាំចូលទំនិញខុសច្បាប់តាមព្រំដែនដើម្បីរួមចំណែកក្នុងការអនុវត្តច្បាប់និងការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិឲ្យកាន់តែមានប្រសិទ្ធភាពការអំពាវនាវរបស់លោកស្រីមុតរីបានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តពង្រឹងវិធានការទប់ស្កាត់ការរត់ពន្ធទំនិញនិងជំរុញឲ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកស្របតាមគោលនយោបាយលើកកម្ពស់ផលិតកម្មជាតិនិងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាអ្នកសង្កេតការណ៍បានលើកឡើងថាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការមិនគាំទ្រទំនិញខុសច្បាប់គួបផ្សំនឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរអាចជួយកាត់បន្ថយការរត់ពន្ធទំនិញធានាបាននូវការប្រកួតប្រជែងដោយស្មារតីសម្រាប់ផលិតផលក្នុងស្រុកនិងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំក្នុងរយៈពេលវែង។